ngàyនេះខ្ញុំបានធ្វើសាច់អាំងទឹកកាពិញ៉ាំជុំគ្រួសារតែក្នុងនោះមិនមែនមានតែសាច់គោទេគឺមានកសោមដោះគោទៀតពេលរៀបចំហ្នឹងក៏រៀងយូរពេលញ៉ាំហ្នឹងក៏បានយូរដែរព្រោះយើងត្រូវអាំងបដាញ៉ាំបដាប៉ុន្តែឲ្យតែសាច់យើងផុយហើយទឹកជ្រលក់ឆ្ងាញ់គឺញ៉ាំបានច្រើនមែនតើអីដែលត្រូវធ្វើមុនគេហ្នឹងគឺដាក់ស្ងោរកសោមដោះគោព្រោះវាត្រូវការចំណាយពេលយូរក្នុងហ្នឹងខ្ញុំមានដាក់គល់ស្លឹកគ្រៃខ្ទឹមសម្ទេសហើយនិងម្ទេសចំណាយពេលស្ងោរប្រហែលជា1ម៉ោងទៅ1ម៉ោងកន្លះអីណោះតម្រុំតែវាផុយអញ្ចឹងក្នុងចន្លោះពេលហ្នឹងខ្ញុំត្រូវរៀបចំបន្លែសាច់គោហើយនិងទឹកជ្រលក់ឲ្យហើយសាច់គោគឺជ្រើសយកសាច់ផុយប្រហែលជាកន្លះគីឡូចំណែកបន្លែវិញមាន1មុខបន្តិចមានផ្សិតភ្លៅមាន់ខ្ទឹមបារាំងហើយនិងពោតបារាំងហើយម្ទេសខ្ទឹមហ្នឹងគឺទុកដាក់ទឹកកាពិគល់ខ្ទឹមនេះវិញគឺទុកប្រឡាក់ជាមួយសាច់ខ្ញុំគិតថាបើខ្ញុំអត់មានថែមគ្រឿងអីនៅក្នុងកសោមដោះហ្នឹងប្រហែលជាវាមិនងាយផុយទេអញ្ចឹងខ្ញុំក៏បានត្រឡប់វាហើយថែមគ្រឿងមួយមុខចូលទៅក្នុងហ្នឹងនោះគឺជាស្រាម្នាស់ខ្ញុំត្រាំវាទុកដើម្បីយកមកទុកស្ងោររបស់ដែលស្វិតអញ្ចឹងបើអត់មានដាក់ម្នាស់ស្រស់ក៏បានដែរតបមកខ្ញុំលាយម្ទេសខ្ទឹមចូលនៅក្នុងទឹកកាពិដែលខ្ញុំលាយទុកក្នុងទូទឹកកកទុកញ៉ាំជាមួយសាច់អាំងហ្នឹងហើយក៏មានទឹកត្រីកោះកងមួយមុខទៀតដែរចំណែកទឹកកាពិបើសិនជាបងប្អូនចង់ដឹងថាខ្ញុំធ្វើមិនអាចខមមិនខាងក្រោមបានបន្ទាប់ពីហ្នឹងគឺខ្ញុំហាន់សាច់គោនិងស្លឹកខ្ទឹមទុកហើយចាំដល់ពេលកសោមដោះឆ្អិនគឺខ្ញុំហាន់វាប្រឡាក់ជាមួយគ្នាខ្ញុំដាក់គ្រឿងផ្សំតែពីរមុខទេគឺប្រេងខ្យងនិងម្សៅស៊ុបយករសជាតិប្រៃឡមៗឯងដើម្បីឲ្យយើងចូលទឹកជ្រលក់ទៅវាល្មមអត់ប្រៃពេកសូមអញ្ជើញទស្សនាទាំងអស់គ្នាតែមិនឃ្លានវិញអត់ទេអូខេតែលឺទេស៊ីសាច់អាំងអើយហើយនឹងតែ1ម៉ោងទៅជួយដាំគោលរបស់បងណាងាញ់បរណាមែនទេចាំតែត្រាចិនណាត្រាគេធ្វើម្ហូបដល់ប៉ះដល់ត្រាចិនត្រាធ្វើម្ហូបភីភីវអូគេមានត្រាណាទៅឈ្មោះដល់ខ្លួនគាត់ឲ្យសាច់ខូចទៀតសាច់ខូចហើយវាអត់ស្គាល់ខ្លាញ់គាត់ហ្នឹងតាអមនៅចោលតា
Đó này sẽ Đấy không? Không bạch đạn. Nomor mana teh weñ.